ក្រសួងមហាផ្ទៃកម្ពុជាប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតលើយោធានិងកម្លាំងប្រដាប់អាវុធចម្រុះថៃបើការវាយប្រហារយ៉ាងកម្រោលលើដែនអធិបតេយ្យកម្ពុជាក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលកម្ពុជាប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតលើយោធានិងកម្លាំងប្រដាប់អាវុធចម្រុះថៃដែលបើកការវាយប្រហារយ៉ាងកម្រោលលើដែនអធិបតេយ្យកម្ពុជាចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតមកដល់ថ្ងៃនេះក្រោមហេតុផលនយោបាយផ្ទៃក្នុងចំពោះមុខនិងផលចំណេញនយោបាយទៅអនាគតរដ្ឋាភិបាលថៃបានប្រកាសដោយចំហនិងបើកដៃឲ្យក្រុមយោធាវាយប្រហារយ៉ាងយង់ឃ្នងដោយប្រើប្រាស់អាវុធគ្រប់ធនយុទ្ធោបករណ៍បច្ចេកវិទ្យាទំនើបនិងយន្តហោះចម្បាំងជាច្រើនប្រភេទបាញ់ស្រោចផ្លោងទម្លាក់ចិញ្ច្រាំមិនគិតពីតំបន់ស៊ីវិលនិងសវត្ថិភាពប្រជាពលរដ្ឋខ្មែរស្លូតត្រង់គណៈកងកម្លាំងប្រដាប់អាវុធចម្រុះរបស់កម្ពុជាបានបន្តឈរជើងរក្សាភាពអត់ធ្មត់កម្រិតខ្ពស់លើដែនអធិបតេយ្យជាតិដើម្បីធានាអនុវត្តតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃជាអក្រិតកម្មសង្គ្រាមមានផែនការច្បាស់លាស់បន្ទាប់ពីបានព្យាយាមបង្កហេតុជារឿយៗនិងបើកការវាយប្រហារលើកម្ពុជាផ្ទូនពីថ្ងៃទី7ខែធ្នូឆ្នាំ2025បន្តមកដល់ថ្ងៃទី8ធ្នូនេះយោធានិងកម្លាំងប្រដាប់អាវុធចម្រុះថៃបានពង្រីកគោលដៅវាយប្រហារជាច្រើនកន្លែងលើភូមិសាស្ត្រខេត្តព្រះវិហារខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យក្នុងក្របខ័ណ្ឌស៊ីវិលមានពលរដ្ឋកម្ពុជារាប់ពាន់គ្រួសារដែលភៀសច្រើនទើបបានវិលពីជំរំភៀសសឹកមកលំនៅឋានវិញនោះបានបន្តភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាពជាថ្មីទៀតចាប់ពីយប់ថ្ងៃទី7ខែធ្នូមកគណៈកុមារតូចរាប់ពាន់នាក់បានបង្ខំចិត្តរត់ចេញពីសាលារៀនទាំងព្រឹកព្រលឹមថ្ងៃទី8ខែធ្នូនេះបន្ទាប់ពីឮសំឡេងយន្តហោះ F-16 និងគ្រាប់ផ្ទុះខ្លាំងឡើងបាញ់ចេញពីប្រទេសថៃទាំងតាមជើងគោកនិងអាកាសគិតមកត្រឹមរសៀលថ្ងៃទី8ខែធ្នូនេះមានជនស៊ីវិលរួមទាំងកុមារតូចជាច្រើនរយនាក់ទៀតត្រូវបង្ខំចិត្តលាក់ខ្លួនក្នុងទីតាំងសុវត្ថិភាពក្រោមដីក្បែរផ្ទះសម្បែងនៅឡើយតលយៈការចុងក្រោយមានពលរដ្ឋខ្មែរស្លាប់របួសនិងមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈព្រមទាំងផ្ទះសម្បែងប្រជាពលរដ្ឋស៊ីវិលជាច្រើនកន្លែងក្នុងស្ថានភាពកម្លាំងជួរមុខកំពុងឈរជើងយ៉ាងរឹងមាំដើម្បីការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្លាំងជួរក្រោយរួមមានថ្នាក់ដឹកនាំនិងរដ្ឋបាលខេត្តក្រុងស្រុកឃុំសង្កាត់រួមទាំងមន្ត្រីនគរបាលជាតិកងរាជអាវុធហត្ថមន្ត្រីសុខាភិបាលយុវជនស្ម័គ្រចិត្តនិងប្រជាការពារបានកំពុងប្រគៀកស្មាអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋរងរបួសនិងពលរដ្ឋភៀសសឹកប្រកបដោយស្មារតីជាតិនិយមនិងទទួលខុសត្រូវខ្ពស់បំផុតជាថ្មីម្ដងទៀតក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលកម្ពុជាអំពាវនាវសហគមន៍អាស៊ានអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិចូលរួមតាមដានថ្កោលទោសនិងមានចំណាត់ការស្របតាមច្បាប់និងគោលការណ៍អន្តរជាតិចំពោះអក្រិតកម្មដ៏យង់ឃ្នងព្រៃផ្សៃរបស់រដ្ឋាភិបាលយោធានិងកម្លាំងចម្រុះថៃដែលបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សអនុសញ្ញាប្រឆាំងការធ្វើទារុណកម្មនិងធម្មនុញ្ញអាស៊ានជាដើមយើងទាមទារឲ្យភាគីថៃបញ្ឈប់អំពើដ៏អាក្រក់នេះជាបន្ទាន់ហើយងាកមកអនុវត្តឲ្យបានពេញលេញតាមបទឈប់បាញ់ជាពិសេសសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីចុះហត្ថលេខាជាសាក្សីព្រមទាំងការថ្លែងស្វាគមន៍គាំទ្រពីមិត្តបរទេសនិងសហគមន៍អន្តរជាតិ